កាន់វីដេអូបន្ទាប់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ទូទៅនៅក្នុងកម្មវិធី Copilot អញ្ចឹងដំបូងនេះគឺខ្ញុំនឹងបង្ហាញពីរបៀបការ summarize អត្ថន័យឬក៏យើងទៅ copy passage ឬក៏ paragraph ណាមួយមកយើងឲ្យ Copilot ហ្នឹងគឺធ្វើការសង្ខេបឲ្យយើងខ្ញុំបាន compare ខ្ញុំបាន prepare passage មួយដែរហើយខ្ញុំនឹងធ្វើការ pass ចូលមកកាន់ Copilot បន្តមកទៀតខ្ញុំធ្វើការ pass នៅក្នុង Copilot នេះគឺជា passage ដែលខ្ញុំបាន copy មកខ្ញុំមក pass នៅក្នុងហ្នឹងអូខេបន្តមកទៀតខ្ញុំនឹងសរសេរ prompt មួយប្រាប់ទៅកាន់ Copilot ឲ្យធ្វើការ summarize passage ដែលខ្ញុំបានpass នៅខាងលើហ្នឹងខ្ញុំដាក់ថា please provide a brief summary of the passage តើមកខ្ញុំចុចសញ្ញាមួយនេះប៊ូតុងមួយនេះដូច្នេះនៅពេលនោះគឺ Copilot គឺវាធ្វើការសង្ខេបឬក៏វាធ្វើការ summarize passage ដែលខ្ញុំបានpass នៅខាងលើនេះអូខេបាទអញ្ចឹងនៅមុខងារបន្ទាប់នេះគឺខ្ញុំនឹងបង្ហាញទៅទងជាមួយនឹងការឲ្យ Copilot ហ្នឹងគឺវាទៅអានឬក៏ទៅ summarize នៅemail ដែលគេបានផ្ញើមកហើយយើងឲ្យ Copilot ហ្នឹងគឺវាធ្វើការ auto response ទៅកាន់ email ដែលយើងបានទទួលហ្នឹងអញ្ចឹងខ្ញុំបាន prepare នៅ message នៅក្នុង email ខ្ញុំហើយខ្ញុំគ្រាន់តែ copy ខ្ញុំយកមក pass នៅក្នុង Copilot មកប៉ុណ្នេះអូខេបន្តមកទៀតខ្ញុំធ្វើការសរសេរ prompt មួយឲ្យបញ្ជាទៅកាន់ Copilot ឲ្យវាធ្វើការសរសេរ message មួយដើម្បីផ្ញើទៅកាន់គេវិញអញ្ចឹងខ្ញុំសរសេរថា write thank you email in response to the scholarship ដោយសារតែ email ដែលខ្ញុំបានទូខាងលើគឺតកតងជាមួយនឹងព័ត៌មានអាហារូបករណ៍អញ្ចឹងណា announcement ប៉ុណ្ណឹងអូខេខ្ញុំ enter មកអញ្ចឹងនៅពេលហ្នឹងគឺ Copilot ហ្នឹងគឺវានឹង draft នៅ message មួយដែលយើងអាចផ្ញើទៅកាន់គេវិញនៅក្នុងនេះដែរយើងអាចធ្វើការកែប្រែអត្ថន័យណាមួយដែលយើងចង់កែប្រែបានអត់អីទេអូខេហើយនៅមុខងារបន្ទាប់ទៀតគឺខ្ញុំនឹងបង្ហាញទៅទងជាមួយនឹងការបញ្ជាទៅឲ្យ Copilot ហ្នឹងគឺវាធ្វើការ generate នៅរូបមន្តគណិតវិទ្យាក៏ដូចជាជាមួយនឹងឧទាហរណ៍របស់វាអញ្ចឹងខ្ញុំអាចខ្ញុំ prepare prompt ហើយខ្ញុំគ្រាន់តែយកវាមកផាសបញ្ចូលទេខ្ញុំផាសបញ្ចូលប៉ុណ្ណេះហើយខ្ញុំ enter អញ្ចឹងនៅពេលហ្នឹងគឺ Copilot គឺវានឹងធ្វើការទៅទាញយក information ឬក៏រូបមន្តដែលខ្ញុំចង់បានហើយវានឹងបញ្យល់ខ្ញុំទៀតថាតើ part 1ហ្នឹងគឺគេបង្ហាញពីអីអញ្ចឹងណាហ្នឹងហើយប៉ុណ្ណេះអូខេហើយខ្ញុំអាចសួរ prompt ទៀតឲ្យវា provide នៅ example នៃ formula ដែលខ្ញុំបានសួរហ្នឹងអញ្ចឹងខ្ញុំអាចសួរសួរ prompt មួយនេះខ្ញុំផាសបញ្ចូលprompt នេះគឺខ្ញុំឲ្យ Copilot ហ្នឹងគឺដោះស្រាយសមីការ degree ទី2ប៉ុណ្ណេះអូខេអញ្ចឹងខ្ញុំ enter មកនេះអញ្ចឹងនៅពេលហ្នឹងគឺ Copilot នឹងដោះស្រាយសមីការខាងលើនេះឲ្យខ្ញុំហើយព្រមទាំងបញ្យល់ពី step មួយផងដែរបាទ
ហើយមុខងារដែលខ្ញុំចង់បង្ហាញបន្ទាប់មួយទៀតគឺការប្រើប្រាស់Copilot នៅក្នុងភាសាអង់គ្លេសអញ្ចឹងខ្ញុំអាចឲ្យ Copilot បញ្យលក៏ជាបង្ហាញពី structure grammar ណាមួយនៅក្នុងភាសាអង់គ្លេសអីចឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំមានព្រមប៉ុណ្ណេះដែលខ្ញុំចង់ឲ្យ Copilot ហ្នឹងគឺបង្ហាញខ្ញុំតទៅជាមួយនឹងstructure នៃ present simple នៅក្នុងភាសាអង់គ្លេសអញ្ចឹងខ្ញុំបានទៅ prepare prompt នឹងហើយប៉ុណ្ណេះតែមកគឺខ្ញុំគ្រាន់តែ enter មកគឺនៅក្នុង Copilot គឺវានឹងបង្ហាញយើងពី structure នៃ present simple tense ឲ្យយើងហើយមានទាំងប្រយោគសំណួរប្រយោគបដិសេធហើយមកទាំងឧទាហរណ៍ផងដែរអូខេអញ្ចឹងខ្ញុំគិតថានេះគ្រាន់តែជាមូលដ្ឋានគ្រឹះជាទូទៅទេនៅក្នុង Copilot ដូច្នេះហើយអ្នកគ្នាអាចធ្វើការ explore បន្ថែមទៀតបានបាទអរគុណច្រើន